សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការកែតម្លៃលក់ចេញរបស់ទំនិញដើម្បីធ្វើការកែតម្លៃលក់ចេញរបស់ទំនិញជាដំបូងលោកអ្នកត្រូវ click ចូលទៅក្នុង module stock បន្ទាប់មក click នៅលើពាក្យ product price ជ្រើសរើស price book ណាមួយដើម្បីទាញយកតម្លៃមកកែលោកអ្នកអាចធ្វើការបន្ថែមឈ្មោះម៉ាកទំនិញនៅក្រុមទំនិញបន្ថែមលោកអ្នកក៏អាចធ្វើការ click លើ Advanced Filter ដើម្បីបន្ថែមលក្ខខណ្ឌដែលលោកអ្នកចង់ឲ្យបង្ហាញបន្ទាប់មក click នៅលើប៊ូតុង Apply ហើយលោកអ្នកក៏អាចធ្វើការកែតម្លៃលក់ចេញរបស់ទំនិញទៅតាម option ដែលមានស្រាប់ដោយគ្រាន់តែ tick នៅលើទំនិញណាដែលលោកអ្នកចង់កែរួច click នៅលើប៊ូតុង Option បន្ទាប់មកធ្វើការជ្រើសរើសលក្ខខណ្ឌណាដែលលោកអ្នកចង់បានដែលមានដូចជា Price by Product, Price by Factor, Price by Percentage និង Price by Order Price Bookឬក៏លោកអ្នកអាចធ្វើការកែតម្លៃទំនិញនោះតែម្ដងដោយគ្រាន់តែបំពេញតម្លៃថ្មីនៅក្នុងប្រអប់ New Price ហើយលោកអ្នកក៏អាចធ្វើការ click នៅលើប៊ូតុងធុងសំរាមដើម្បីដកឈ្មោះទំនិញណាដែលលោកអ្នកចង់ដកចេញពិនិត្យឡើងវិញរួចធ្វើការ click Save